បាទសួស្តីបងប្អូនអរគ្នាបាទនេះគឺជាសកម្មភាពនៅក្នុងការផ្លាស់ប្ដូរបាទ wireless XS Max បាទដោយសារតែវាមានការដាច់ខ្សែអញ្ចឹងតែខ្ញុំក៏បានផ្លាស់ប្ដូរបាទ wireless ក៏ដូចជា volume នឹងថ្មីបាទសម្រាប់ XS Max នេះដែរគឺវាតិចតួទៅលើម៉ាស៊ីនរបស់វាក៏មានបញ្ហាសាំងបតថ្មីដែរអញ្ចឹងយើងបានសាំងបតម៉ាស៊ីនដំណើរការហើយតាក់ទងទៅនឹងតួក៏ដូចជាគ្រឿងអីវ៉ាន់ផ្សេងអីគឺយើងត្រូវការរៀបចូលវិញបាទអញ្ចឹងរៀបចូលវិញគឺខ្ញុំតេស្តមើល wireless វាអត់ដើរហើយនឹងvolume អញ្ចឹងឥឡូវយើងក៏ចាប់ផ្ដើមចាប់វាដូរទៅ wireless ថ្មីនិង volume ថ្មីដើម្បីធ្វើការឲ្យវាដំណើរការម៉ាស៊ីននឹងស្រួលឡើងវិញហើយសម្រាប់បញ្ហាទូរស័ព្ទនេះដែរគឺមានការបោកបាទបែកខ្ទេចខ្ទីអស់ហើយខ្ញុំក៏សរសើរទៅលើទូរបស់ iPhone ដែរគឺល្អមែនតើបាទបាក់មែនប៉ុន្តែមិនមែនចេះតែបាក់តាមកន្លែងផ្ដេសផ្ដាស់ទេហើយបាក់ហើយវាមានតាមថ្នេរកែមរបស់វានៅក្នុងការបាក់អញ្ចឹងយើងអាចតវាភ្ជាប់ឡើងវិញបានហើយយើងអាចដាក់ទូស៊ីនវិញដដែលបាទដោយសារទូវាគឺនៅ 95% ហើយអត់មានកន្លែងទេយើងក៏ធ្វើការបិទខ្នងក្រោយចូលវិញបាទសម្រាប់បងប្អូនដែលត្រូវការជួសជុលម៉ាស៊ីនទូរស័ព្ទឬក៏ទូរស័ព្ទបែកខ្ទេចខ្ទីអស់បាទត្រូវការឲ្យខ្ញុំជួសជុលឡើងវិញខ្ញុំមានការជួសជុលបាទតម្លៃទុនទេបាទមិនឆ្លើយមិនថ្លៃទេចឹងបើសិនជាបងប្អូនត្រូវការអាចឆាតចូល page ក៏ដូចជា Telegram ខ្ញុំបានបាទសូមអរគុណសិនទៅបងប្អូនchẳng để ôn chẳng tí rồi vô xong hết rồi